មើលទៅលើកនេះមិនមែនមានតែខ្ញុំទេដែលមើលធ្លុះពីឯងវ៉ាន់ឈីងជួយនិយាយអង្វរឲ្យមីងផងមីងដឹងខុសហើយចាស់ទុំអស់ហើយអ្នកមីងគួរតែទទួលខុសត្រូវចំពោះទង្វើខ្លួនឯងហើយមិនដឹងថាលីវឆាវចិនចូលប៉ុស្តិ៍ប៉ូលីសប៉ុន្មានថ្ងៃអាចកែខ្លួនបានឬអត់ទេនាងគឺលីនវ៉ាន់ឈីងលោកជានរណានេះជាកូនប្រុសខ្ញុំម្សិលមិញនាងបង្ខំខ្ញុំដល់ថ្នាក់នឹងថ្ងៃនេះត្រូវតែមានការពន្យល់ម៉ាក់ខ្ញុំយប់មិញត្រឡប់ទៅវិញយំពេញមួយយប់គ្រួសារនាងនាំគ្នាធ្វើបាបមនុស្សចាស់ម្នាក់គិតថាគ្រួសារយើងគ្មានមនុស្សមែនទេនៅមាត់ទ្វារនិយាយមិនច្បាស់ទេចូលមកសិនមកស្មានតែលីនវ៉ាន់ឈីងនឹងធ្វើឲ្យរឿងធំនឹកស្មានមិនដល់ថាលីនវ៉ាន់ឈីងមិននិយាយស្ដីសំបីមួយម៉ាត់អញ្ចឹងពាក្យសម្ដីដែលខ្ញុំរៀបចំទុកតាំងពីដំបូងគិតយ៉ាងម៉េចទៅដាក់ទូរស័ព្ទចុះយ៉ាងម៉េចពួកឯងហ៊ានធ្វើខ្លាចគេថតមែនទេបើឯងនៅតែថតផ្ទះខ្ញុំទៀតខ្ញុំនឹងប្តឹងប៉ូលីសឥឡូវនេះចូលផ្ទះគេដោយគ្មានការអនុញ្ញាតបូករួមទាំងលួចថតវីដេអូឯងទៅបកស្រាយខ្លួនឯងទៅវ៉ាន់ឈីងគ្រូសានាងឥឡូវនិយាយស្ដីគួរឲ្យខ្លាចណាស់ថ្ងៃនេះខ្ញុំគ្រាន់តែចង់មកនិយាយរឿងឲ្យច្បាស់លាស់ពួកនាងដល់ថ្នាក់នឹងផងអ្នកមីងមិនមែនមកនិយាយរឿងឲ្យច្បាស់លាស់ទេអ្នកមីងមករករឿងកុំនិយាយវៀងឆ្ងាយពេកពួកឯងចង់ធ្វើអីនិយាយត្រង់មកអញ្ចឹងខ្ញុំនិយាយត្រង់ចុះម៉ាក់ខ្ញុំពិបាកណាស់ទម្រាំបានទៅនៅផ្ទះសាច់ញាតិគេពួកនាងបែរជាទៅញុះញង់បំបែកបំបាក់ហើយមួយរយៈមុនលុយ 15000 ដែលឲ្យពួកនាងក៏ត្រូវសងមកវិញដែរថែមទាំងធ្វើឲ្យម៉ាក់ខ្ញុំបាត់បង់មុខមាត់យ៉ាងធំនៅក្នុងគ្រប់ពួកនាងត្រូវតែសុំទោសគាត់រឿងដែលម៉ាក់ឯងធ្វើទាំងនេះមានមួយណាដែលគាត់មិនព្រមទទួលស្គាល់នៅចំពោះមុខគេយកអីខ្លះសងប៉ុន្មានសុទ្ធតែគាត់ជាអ្នកងក់ក្បាលយល់ព្រមខ្លួនឯងឥឡូវឯងរត់មកប្រាប់ខ្ញុំថាចង់បានលុយវិញខ្ញុំត្រូវនាងបង្ខំទេតើប្តីប្រពន្ធនាងយកប៉ូលីសមកសង្កត់សង្កិនខ្ញុំជាមនុស្សចាស់ម្នាក់អាចធ្វើអីបានខ្ញុំអាចមិនអន់ក្បាលបានទេខ្ញុំប្រាប់អ្នកចុះនោះមិនរាប់បញ្ចូលទេនេះជាការគំរាមកំហែងនិយាយចប់នៅនាងមានន័យថាម៉េចឯងកុំនិយាយច្រើនកុំគិតថាមានលុយបន្តិចបន្តួចអាចមកធ្វើបាបគេបែបនេះបាក់ទូលទូទៅពួកឯងចង់ធ្វើអីទៀតហើយលោកមិនមែនថាយើងគំរាមគាត់ទេអីអញ្ចឹងថ្ងៃនេះមើលម្ដងទៀតទៅមើលថាម៉ាក់លោកត្រូវគេគំរាមយ៉ាងម៉េចលុយគឺគាត់សងខ្លួនឯងការសុំទោសក្នុងគ្រប់ក៏គាត់ជាអ្នកផ្ញើខ្លួនឯងដែរអញ្ចឹងម៉ាក់ខ្ញុំក៏មិនគួរដល់ថ្នាក់នឹងដែរថ្ងៃនេះបើនិយាយហេតុផលខ្ញុំនឹងនិយាយជាមួយអ្នកឲ្យចប់បើអ្នកមកលោឡាខ្ញុំក៏មិនក្រែងចិត្តអ្នកដែរគាត់ដោះខ្សែកមាសពីកូនស្រីខ្ញុំមិនមែនស្មៅនៅតាមផ្លូវទេគាត់លួចគឺជារបស់ក្នុងផ្ទះខ្ញុំមិនមែនជារបស់ផ្ទះគាត់ទេម្ខាងយកម្ខាងងាកមកវីគេវិញលោកប្រាប់ខ្ញុំថាមិនគួរដល់ថ្នាក់នឹងតែម្សិលមិញពួកនាងក៏ធ្វើបាបគាត់ដែរម៉ាក់ឯងលួចរបស់ត្រូវគេចាប់បានភ្លាមឥឡូវភុស្តាំងនៅទីនេះឯងនៅតែចេះថាពួកយើងធ្វើបាបគាត់ទៀតបើមិនអញ្ចឹងទេឯងទៅប្រាប់ប៉ូលីសដោយផ្ទាល់ទៅឯងគ្រាន់តែនិយាយថាម៉ាក់ឯងយកខ្សែក្មេងមិនចាត់ទុកថាលួចនិយាយថាគាត់សងលុយទទួលកំហុសមិនរាប់បញ្ចូលមើលថាប៉ូលីសជឿអត់ថ្ងៃនេះបើពិតជាលោឡាដល់ប៉ុស្តិ៍ប៉ូលីសមែនខ្ញុំមិនមែនត្រឹមតែខ្មាស់គេនោះទេកូនកុំលោឡាទៀតតោះយើងទៅឥឡូវស្ដាប់យល់ហើយមែនទេថ្ងៃក្រោយបើហ៊ានមកផ្ទះខ្ញុំម្ដងទៀតមិនមែនត្រឹមតែឲ្យអ្នកសងលុយងាយបែបនេះទេភុស្តាំងនៅទីនោះសូម្បីតែចេះក៏ចេះលេងរួចដែរតោះទៅលើកនេះគួរតែអាចស្ងប់ស្ងាត់បានប៉ុន្មានថ្ងៃហើយមនុស្សបែបនេះបើមិនវាឲ្យឈឺទេមិនចេះចាំទេគាត់តែងតែគិតថានៅមានចំណេញអាចយកបានមិនខ្លាចគាត់ងាកមកលោឡាទៀតទេបើគាត់ពិតជាហ៊ានមកទៀតនោះមិនមែនជាលទ្ធផលថ្ងៃនេះទេលើកក្រោយមិនបាច់និយាយច្រើនជាមួយពួកគេទេប្តឹងប៉ូលីសតែម្ដងទៅ